សួស្តីគឹមពធីស្វាគមន៍មករៀនរស់ podcast ដែលយើងនិយាយតាក់ទងពីគំនិតមួយចំនួនដែលអាចធ្វើជីវិតយើងកាន់តែប្រសើរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកអេពីសូតថ្មីហើយថ្ងៃនេះដែរខ្ញុំចង់ចែកម្លែកតាក់ទងពីរបៀបមួយចំនួនថាយើងអាចធ្វើបានឲ្យធ្វើឲ្យខ្លួនយើងកាន់តែឆ្លាតកាន់តែវាងវៃជាងមុនណាខ្ញុំគិតថាការភាពភ័យឆ្លាតឬក៏ការប្រើប្រាស់ខួរក្បាលរបស់យើងគឺមិនមែនជាអ្វីមួយដែលថេរប៉ុន្តែតាក់ទងពីចំណេះដឹងតាក់ទងពីរបៀបនៃការគិតរបស់យើងហ្នឹងគឺជាអ្វីមួយដែលថាយើងអាចធ្វើឲ្យវាចម្រើនហើយខ្ញុំនិយាយនេះដែរមិនមែនក្នុងមានន័យមួយថាខ្ញុំជាមនុស្សម្នាក់ថាឆ្លាតជាងគេច្រើនអីចឹងប៉ុន្តែខ្ញុំចែកម្លែកនេះគឺថាវាជាអ្វីមួយដែលថាជួយខ្ញុំពីមនុស្សម្នាក់ថាអត់សូវយល់ដឹងតាក់ទងពីពិភពលោកឬក៏អ្វីមួយចំនួនច្រើនហើយចាប់ផ្ដើមមានចំណេះដឹងទៅលើទាំងអស់ហ្នឹងហើយផ្លាស់ប្ដូរការគិតរបស់ខ្ញុំហ្នឹងទីមួយគឺថាអ្វីយើងចាប់ផ្ដើមធ្វើឡើងគឺចាប់ផ្ដើមស្រូបទាញព័ត៌មានដែលថាវាពិបាកសម្រាប់នឹងយើងយកពិបាកល្មមដែលថាយើងយកខ្លះយើងត្រូវទៀមទាក្នុងការគិតខ្លះទៅលើវាអាចជាសភៅវាអាចជា podcast វាអាចជាវីដេអូឬក៏អាចជាថ្នាក់សិក្សាផ្សេងៗអញ្ចឹងទៅថាយើងអាចធ្វើបានជាធម្មតាចង់និយាយថាពេលដែលគេចង់និយាយថាមិត្តមួយចំនួនថាគេសួរថាគួរអានសភៅអីពាក្យចឹងគឺថាតើអ្នកអាច recommend សភៅណាដែលស្រួលអានអត់ចំពោះខ្ញុំផ្ទាល់គឺថាខ្ញុំអត់មាននៅក្នុងចិត្តថាតើសភៅណាវាមានកម្រិតអីមិនទេប៉ុន្តែបើយើងអានគឺថាកុំផ្ដោតទៅលើអានទៅអ្វីថាស្រួលនឹងយល់ពេកព្រោះធម្មតាឧទាហរណ៍ថាបើខ្ញុំរៀនថ្នាក់ទី2ហើយខ្ញុំទៅអានសភៅថ្នាក់ទី1ដែលថាខ្ញុំធ្លាប់រៀនហើយឬក៏វាស្រួលមែនតើខ្ញុំធ្លាប់មើលមួយផ្លែតខ្ញុំយកអស់អញ្ចឹងក៏វាអត់ជំរុញនៃចឹងនិយាយថាធ្វើឲ្យខួរក្បាលខ្ញុំខំប្រឹងគិតណាភាគច្រើនគឺថាសភៅដែលថាធ្វើឲ្យខ្ញុំផ្លាស់ប្ដូរការគិតច្រើនគឺជាសភៅដែលថាពេលខ្ញុំអានអញ្ចឹងទៅខ្ញុំត្រូវឈប់ពី3នាទីគិតពីឃ្លានឹងគាំងកន្លែងហ្នឹងអញ្ចឹងទៅហើយគិតយូរទៅក៏ចាប់ផ្ដើមអូខេវារៀងដូចថាអាហ្នឹងពាក្យខ្មែរគេហៅថារៀងបែកអញ្ចឹងណាឬចាប់ផ្ដើមផ្លាស់ប្ដូរនៃការគិតរបស់យើងអីចឹងទៅអាហ្នឹងវាដូចជាការហាត់ប្រាណអញ្ចឹងដែរបើយើងហាត់ប្រាណយើងលើកទៅគីឡូស្រាវអញ្ចឹងទៅក៏វាអត់ធ្វើឲ្យលក្ខណៈថារាងកាយយើងឬក៏សាច់ដុំយើងវាមាំអីចឹងដែរអញ្ចឹងខួរក្បាលវាមានសាច់ដុំរបស់វាដែរថាអានេះខ្ញុំនិយាយមិនតែលក្ខណៈ physics ទៅថា theoretically គឺវាដូចជាសាច់ដុំមួយអញ្ចឹងដែលថាយើងអាចលើកនៅអ្វីដែលថាធ្ងន់ជាងមុនអញ្ចឹងមានថាយើងអាចរើសនៅអ្វីដែលថាយើងអានឬក៏អ្វីដែលយើងស្ដាប់ឬក៏ព័ត៌មានផ្សេងៗដែលថាយើងអាចស្រូបទាញហ្នឹងកុំបដោតទៅលើទៅអ្វីដែលស្រួលប៉ុន្តែស្ដោតថាចឹងនិយាយថាវាចំណុចកណ្ដាលមួយដែលថាយើងអាចយកខ្លះហើយវាពិបាកខ្លាំងពេកចឹងថាយើងអត់គួរថាអានសភៅដែលថាពិបាកខ្លាំងពេកដូចឧទាហរណ៍ថាយើងឥឡូវរៀនថ្នាក់ទី1ឥឡូវយើងអានសភៅថ្នាក់ទី12ចឹងទៅអាហ្នឹងក៏វាហួសហើយត្រូវប៉ុន្តែយើងរកចំណុចមួយប្រសពមួយដែលថាវាពិបាកល្មមដែលជំរុញឲ្យបខំយើងឲ្យចាប់ផ្ដើមគិតហើយមួយទៀតគឺថាយើងអាចហ្នឹងហើយយើងអាចយកខ្លះអីចឹងដើម្បីជួយយើងក្នុងការគិតឲ្យកាន់តែយកកាន់តែល្អទាំងនឹងលើអញ្ចឹងហើយវាជំរុញឲ្យយើងគិតនៅ topic ឬក៏គិតទៅលើនៅប្រធានបទមួយចំនួនថាកាន់ពិបាកទៅស្បាក់ទៅបាក់ទៅអញ្ចឹងទៅវាដូចខ្ញុំអាន philosophy ទស្សនវិជ្ជាអញ្ចឹងជាមួយចិត្តសាស្ត្រអីចឹងភាគច្រើនខ្ញុំអានអញ្ចឹងទៅខ្ញុំចូលទៅកាន់តែស៊ីជម្រៅកាន់តែ complicated ហើយយូរទៅក៏វា more academic អីចឹងទៅកាន់តែពិបាកអញ្ចឹងក៏វាជួយខ្ញុំในការផ្លាស់ប្ដូរគិតរបស់ខ្ញុំដែរហើយពីចំណុចទៀតគឺថាវាខ្លីៗប៉ុន្តែវាជួយបន្តបន្សំថាខ្ញុំផ្ដោតលើទី1ហ្នឹងព្រោះថាទី1វាសំខាន់មែនតើទី2គឺថាយើងចាប់ផ្ដើមចឹងនិយាយថារៀនឲ្យសកម្មឬក៏ទទួលព័ត៌មានឲ្យសកម្មធម្មតាបើថាយើងនេះគឺជាទម្លាប់មួយថាយើងនៅសាលាភាគច្រើនយើងអត់សូវបានធ្វើដូចមុនអញ្ចឹងគឺថាការកត់ត្រាព័ត៌មានការ note taking អញ្ចឹងទៅព្រោះតែវាស្រួលមែនតើឥឡូវទៅសាលាដូចតែយើងមានទូរស័ព្ទគ្រប់គ្នាចឹងមានថាគ្រូសរសេរអញ្ចឹងទៅលើពេញក្តារខៀនអីចឹងយើងថតហើយចឹងមានថាការសរសេរដៃឬក៏វាយនៅព័ត៌មានដាក់នៅក្នុងកុំព្យូទ័រយើងអីចឹងគឺថាវារៀងអាចតិចជាងមុនចឹងមានថាវាហើយអាហ្នឹងចឹងថាខ្ញុំនិយាយតាក់ទងពីរៀនហើយបើយើងនិយាយតាក់ទងពីសិក្សារបៀបតខ្លួននៅទីថាការអានសភៅដើម្បីអភិវឌ្ឍខ្លួនឬក៏យកដឹងនៅគំនិតអីថ្មីៗថាអាច
ជួយក្នុងកលៈទេសៈផ្សេងៗក្នុងជីវិតរបស់យើងអញ្ចឹងវាអត់មានវិន័យមួយដែលថាច្បាស់លាស់ថាអូខេយើងត្រូវកត់ត្រាមិនអានេះគឺថាយើងត្រូវ define ខ្លួនឯងចំពោះខ្ញុំពេលខ្ញុំអានសៀវភៅយ៉ាងហើយខ្ញុំចូលចិត្តកត់ត្រាហើយចេញថាពេលអានសៀវភៅហើយអញ្ចឹងទៅខ្ញុំចូលចិត្តចំណាយពេល1ម៉ោងទៅ2ម៉ោងទៅសៀវភៅនោះម្ដងទៀតដើម្បីត្រូវមើលថានៅក្នុងសៀវភៅនោះមាន highlight ណាខ្លះដែលខ្ញុំគួរសារទុកកត់ត្រាហើយខ្ញុំសរសេរតាក់ទងពីការយកឃើញរបស់ខ្ញុំផ្ទាល់ទៅលើសៀវភៅទាំងអស់ហ្នឹងហ្មងអញ្ចឹងមានថាយើង note តាក់ទងពីព័ត៌មានទាំងអស់ហ្នឹងវាអាចដូចបេះបិទហើយមួយទៀតគឺថាយើងអាចចាប់ផ្ដើមប្រើពាក្យខ្លួនយើងសម្រាយខ្លួនយើងអញ្ចឹងទៅអញ្ចឹងក៏វាធ្វើឲ្យយើងចាប់ផ្ដើមផ្លាស់ប្ដូរគិតរបស់យើងដែរហើយចំណុចទី3គឺថាយើងចាប់ផ្ដើមយកព័ត៌មានថ្មីៗដែលថាយើងយល់ដឹងយើងរៀនបានហ្នឹងយើងចាប់ផ្ដើមយកវាទៅបញ្ចូលគេឬក៏ខំប្រឹងយកទៅបញ្ចូលគេព្រោះថាហ្នឹងវាថាវាពុទ្ធធម្មតាពេលយើងបានព័ត៌មានថ្មីចូលមកខ្លួនយើងមិនប្រកាសថាវាជាអ្វីមួយថាយើងចាំយើងយល់ឬក៏មិនមែនជាអ្វីមួយថាយើងអាចផ្ទុកបានណាអញ្ចឹងពេលដែលយើងខំប្រឹងក្នុងការយកវាយកទៅបរៀនគេយកវាយកទៅនឹង explain ទៅលើអ្នកដតីអញ្ចឹងទៅក៏វាជួយយើងដែរព្រោះថាវាចាប់ផ្ដើមធ្វើឲ្យបខំយើងឲ្យយកទៅលើព័ត៌មានហ្នឹងច្បាស់លាស់មិនថាអានហើយដឹងប៉ុន្តែវាធ្វើឲ្យព័ត៌មានហ្នឹងคล้ายជាអ្វីមួយចេញថាមិនមែននិយមន័យថាយើងទិញថាគេសរសេរមកប៉ុន្តែคล้ายជានិយមន័យមួយដែលយើងអាចថាคล้ายជារបស់យើងអញ្ចឹងទៅជាពាក្យរបស់យើងជាការយល់ដឹងរបស់យើងខ្លះហើយអញ្ចឹងទៅហើយយើងខំប្រឹងធ្វើអញ្ចឹងទៅព្រោះថាពេលដំបូងឡើយពេលដែលខ្ញុំអានសៀវភៅអញ្ចឹងខ្ញុំចូលចិត្តចែកម្លែកតាក់ទងពីអូខេកន្លឹះឬក៏អ្វីដែលខ្ញុំយល់ដឹងពេលពីដើមពេលខ្ញុំចាប់ផ្ដើមទម្លាប់នឹងដំបូងឡើយគឺខ្ញុំធ្វើជាការសម្រាយជា summary អីចឹងដែរអញ្ចឹងទៅក៏វាជួយខ្ញុំយកទៅកាន់សៀវភៅមួយកាន់ល្អអញ្ចឹងទៅហ្នឹងហើយអញ្ចឹងមានថាបើយើងចង់ចាប់ផ្ដើមធ្វើឲ្យ intellectual capability គឺថារបៀបនៃការគិតដែលថាធ្វើឲ្យយើងវៃឆ្លាតជាងមុនហ្នឹងចាប់ផ្ដើមកុំរំពឹងទុកទៅលើព័ត៌មានដែលស្រួលប៉ុន្តែចាប់ផ្ដើមយកអ្វីដែលពិបាកដែលថាវាស្របជាមួយនឹងគោលដៅនៅអ្វីដែលយើងចង់មានគំនិតច្រើនឬក៏អ្វីដែលយើងចង់ធ្វើឲ្យខ្លួនយើងឆ្លាតជាងទៅលើហ្នឹងចាប់ផ្ដើមរកអារៀងពិបាកចាប់ផ្ដើមឡើងកម្រិតវាម្ដងតិចហើយមានចាប់ផ្ដើមមានការកត់ត្រាហើយចាប់ផ្ដើមចំណាយពេលយកអ្វីដែលយើងរៀននឹងយកដឹងថ្មីហ្នឹងយកទៅប្រយោគគេអញ្ចឹងទៅអញ្ចឹងគឺថាជាអ្វីមួយដែលថាអាចជួយយើងបានអូខេខ្ញុំសង្ឃឹមថានេះវាអាចជាអ្វីមួយដែលជួយដែរព្រោះថាមួយឆ្នាំមុនគឺវាជួយខ្ញុំច្រើនមែនដែល apply ទៅលើ3 principle ហ្នឹង alright ចាំជួបគ្នាថ្ងៃក្រោយនៅ episode ក្រោយ bye bye